មានផ្ទះជួលមួយខ្នងដែលមើលពីខាងក្រៅទៅគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយផ្ទះមានរបងចាស់ៗសួនតូចមួយនៅខាងមុខហើយនៅពេលយប់តែមានភាពស្ងាត់គួរឲ្យខ្លាចប៉ុន្តែគ្មាននរណាដឹងទេថាផ្ទះនេះធ្លាប់មានរឿងអាថ៌កំបាំងកើតឡើងពីមុនថ្ងៃមួយប្តីប្រពន្ធមួយគូបានសម្រេចចិត្តជួលផ្ទះនេះព្រោះតម្លៃថោកជាងផ្ទះនៅតំបន់ជុំវិញហើយទីតាំងក៏ងាយស្រួលសម្រាប់ការងារម្ចាស់ផ្ទះគ្រាន់តែប្រាប់ពួកគេថាផ្ទះនេះនៅមិនទាន់មានអ្នកជួលយូរទេបើចូលនៅហើយសូមគម្រើរបស់ចាស់ៗនៅក្នុងបន្ទប់ពាក្យនេះធ្វើឲ្យប្រពន្ធមានអារម្មណ៍ចម្លែកប៉ុន្តែប្តីវិញមិនបានយកចិត្តទុកដាក់ឡើយយប់ដំបូងអ្វីៗហាក់ដូចជាធម្មតារហូតដល់ប្រហែលម៉ោង2រំលងអាធ្រាត្រប្រពន្ធបានឮសំឡេងយំរបស់ក្មេងតូចម្នាក់ញាក់ឡើងហើយដាស់ប្តីបងឮសំឡេងក្មេងយំទេប្តីស្ដាប់មួយសន្ទុះហើយនិយាយថាប្រហែលជាសំឡេងក្មេងពីផ្ទះអ្នកជិតខាងប៉ុន្តែពេលប្រពន្ធបើកទ្វារមើលទៅខាងក្រៅសំឡេងយំនោះបែរជាឮច្បាស់ជាងមុនហើយអ្វីដែលធ្វើឲ្យនាងភ័យបំផុតគឺសំឡេងនោះមិនមែនមកពីខាងក្រៅទេវាមកពីបន្ទប់ខាងក្រោយដែលម្ចាស់ផ្ទះហាមមិនឲ្យពួកគេចូលព្រឹកឡើងប្តីបានសួរម្ចាស់ផ្ទះអំពីរឿងនេះម្ចាស់ផ្ទះស្ងៀមមួយសន្ទុះមុននឹងឆ្លើយថាកុំទៅបើកបន្ទប់នោះបើអ្នកនៅទីនេះបានក៏នៅទៅកុំសួររឿងពីមុនទៀតអីពាក្យនេះធ្វើឲ្យប្តីប្រពន្ធកាន់តែសង្ស័យពី3ថ្ងៃក្រោយពួកគេចាប់ផ្ដើមឃើញរឿងចម្លែកៗជាបន្តបន្ទាប់ទ្វារបន្ទប់ខាងក្រោយបើកដោយខ្លួនឯងរបស់របរដែលដាក់នៅកន្លែងមួយបែរជាត្រូវបានផ្លាស់ទីទៅកន្លែងផ្សេងហើយរាល់យប់សំឡេងក្មេងយំតែងតែឮនៅម៉ោងដដែលថ្ងៃមួយប្រពន្ធបានឃើញស្នាមជើងតូចៗនៅលើកម្រាលឥដ្ឋដែលដូចជាស្នាមជើងរបស់ក្មេងនាងដើរតាមស្នាមជើងនោះទៅដល់បន្ទប់ខាងក្រោយភ្លាមនោះទ្វារដែលធ្លាប់បិទជាប់បែរជាបើកយឺតដោយខ្លួនឯងនៅក្នុងបន្ទប់គ្មានគ្រឿងសង្ហារឹមច្រើនទេមានតែប្រអប់ចាស់មួយនិងក្លិនសើមចម្លែកពេលនាងបើកប្រអប់នោះនាងបានរកឃើញរបស់មួយចំនួនដែលធ្វើឲ្យនាងដឹងថាផ្ទះនេះធ្លាប់មានរឿងអាក្រក់កើតឡើងបន្ទាប់ពីសួរអ្នកជិតខាងទើបពួកគេបានដឹងការពិតដ៏គួរឲ្យរន្ធត់កាលពីជាច្រើនឆ្នាំមុនផ្ទះនេះធ្លាប់ត្រូវបានប្រើជាកន្លែងលាក់លៀមសម្រាប់ការរំលូតកូនដោយសម្ងាត់ហើយមានករណីមួយដែលបន្ទាប់ពីការរំលូតកូនបានកើតឡើងមិនមានអ្នកណាមកយកចិត្តទុកដាក់ចំពោះអ្វីដែលបានកើតឡើងនៅទីនោះទៀតឡើយចាប់ពីពេលនោះមកអ្នកជិតខាងតែងឮសំឡេងទារកយំនៅពេលមនុស្សខ្លះដែលធ្លាប់មកស្នាក់នៅផ្ទះនេះក៏បានចាកចេញទាំងភ័យខ្លាចប្តីប្រពន្ធចាប់ផ្ដើមគិតថាអ្វីដែលកំពុងកើតឡើងប្រហែលជាមិនមែនជារឿងធម្មតាទេប៉ុន្តែពួកគេមិនទាន់ដឹងឡើយថាវិញ្ញាណដែលនៅក្នុងផ្ទះនេះមិនបានចង់ត្រឹមតែបន្លាចពួកគេទេយប់មួយប្តីបានចាប់ផ្ដើមឈឺក្បាលយ៉ាងខ្លាំងហើយមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងឈរមើលគាត់ពីក្នុងភាពងងឹតគាត់បើកភ្លើងគ្មាននរណាម្នាក់ប៉ុន្តែនៅលើជញ្ជាំងខាងមុខមានស្នាមដៃតូចៗជាច្រើនដូចជាដៃរបស់ក្មេងហើយនៅពេលគាត់ងាកមករកប្រពន្ធកំពុងឈរនៅមុខទ្វារដោយមុខស្លេកស្លាំងនាងនិយាយត្រឹមមួយឃ្លាបងមានក្មេងម្នាក់ឈរនៅក្រោយបងប្តីបែរខ្នងយឺតប៉ុន្តែគ្មាននរណានៅទីនោះទេនៅពេលនោះសំឡេងយំរបស់ទារកក៏ចាប់ផ្ដើមឮឡើងម្ដងទៀតកាន់តែជិតកាន់តែច្បាស់រហូតដល់ពួកគេដឹងថាសំឡេងនោះមិនមែនមកពីបន្ទប់ខាងក្រោយទៀតឡើយវានៅក្នុងបន្ទប់ដែលពួកគេកំពុងឈរចាប់ពីយប់នោះទៅជីវិតរបស់ប្តីប្រពន្ធមួយគូនេះបានផ្លាស់ប្ដូរទាំងស្រុងអ្វីដែលពួកគេធ្លាប់គិតថាជាផ្ទះជួលតម្លៃថោកបែរជាក្លាយជាកន្លែងដែលពួកគេមិនអាចរត់គេចបានហើយសំណួរដ៏គួរឲ្យខ្លាចបំផុតគឺតើវិញ្ញាណទារកនោះកំពុងតាមពួកគេដើម្បីសុំឲ្យជួយឬកំពុងទាមទារជីវិតមនុស្សម្នាក់ទៀតរឿងរ៉ាវទាំងអស់នឹងកាន់តែគួរឲ្យខ្លាចនៅពេលការពិតចាប់ផ្ដើមបង្ហាញខ្លួនហើយអ្វីដែលប្តីប្រពន្ធបានរកឃើញនៅចុងក្រោយអាចធ្វើឲ្យអ្នកស្ដាប់មិនហ៊ាននៅម្នាក់ឯងនៅពេលយប់ទៀតឡើយ